តិចទៀតមានតបថ្មើរជើងទៅដល់លុកលុយចូលដល់ដែនអធិបតេយ្យរបស់អ្នកឯងបើសិនជាមិនលើកទង់សអាហ្នឹងអាចជាយុទ្ធសាស្ត្របែបហ្នឹងប៉ុន្តែប្រហែលជាឥឡូវគាត់ច្បាស់ថាអ៊ីរ៉ង់ទុនដៃទុនជើងអស់ហើយមិនចាំបាច់ដាក់តបថ្មើរជើងទៅក៏បានដែរវាអាចអញ្ចឹងដែរឬក៏វាអាចលោកត្រាំខ្លួនលោករងសម្ពាធពីផ្ទៃក្នុងនៅក្នុងសហរដ្ឋអាមេរិកដែលមិនអោយយកទាហានអាមេរិកទៅចុះនៅក្នុងមូលដ្ឋានឬក៏ដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហ្នឹងខ្លាចស្លាប់ទាហានអាមេរិកហើយអញ្ចឹងបើសិនជានេះវាយពីដែនអាកាសអញ្ចឹងទៅឲ្យអាមេរិកចុះចាញ់លើកទង់សទៅកុំឲ្យស្លាប់ទាហានអាមេរិកអីព្រោះមកដល់ម៉ោងនេះទាហានអាមេរិកស្លាប់13នាក់ហើយប៉ុន្តែទាហានអាមេរិកស្លាប់13នាក់ហ្នឹងគឺមនុស្សដែលស្លាប់ទាំងអស់នៅក្នុងសង្គ្រាមនេះឡើងដល់1400នាក់ជាងហើយច្រើនជាងនៅលីបង់គឺមាន1000នាក់ហើយអញ្ចឹងនៅអ៊ីរ៉ង់ហ្នឹងគឺស្លាប់តែ3-400នាក់ច្រើនជាងគេគឺសាលារៀនបឋមសិក្សាមួយដែលស្លាប់កូនសិស្សច្រើនណាស់ដូចជា130នាក់អីណោះវាច្រើនមែនតើនេះគឺជាការរកម្មចិត្តមួយដែរនៅក្នុងសង្គ្រាមប៉ុន្តែបើយើងមើលទំហំនៃការវាយប្រហារគឺអ៊ីរ៉ង់បានត្រៀមខ្លួនរួចទៅហើយលាក់ខ្លួននៅក្រោមដីអញ្ចឹងហើយបានជាប្រជាពលរដ្ឋអ៊ីរ៉ង់ឬក៏ទាហានអ៊ីរ៉ង់ហ្នឹងមិនស្លាប់ច្រើនដូចតែចេញមកប្រយុទ្ធគ្នាប្រាវលើគោកឯព្រោះចូលក្រោមរូងអស់ហើយបាទអញ្ចឹងហើយអារូងហ្នឹងហើយដែលចុងក្រោយអាមេរិកចង់ទៅបិទអារូងហ្នឹងឲ្យចិត្តផ្ដាច់ភ្លើងផ្ដាច់ទឹកអីទៅវាអាចនឹងតែអ៊ីរ៉ង់គេថាគេនឹងផ្ដាច់ទឹកផ្ដាច់ភ្លើងនៅក្នុងក្រមសម្ព័ន្ធមិត្តគឺគេប្លង់ដាក់ទៀតប៉ុន្តែប្លង់ដាក់អីបើអ៊ីរ៉ង់ប្លង់ដាក់បានហើយគំតិចហេដ្ឋារចនាសម្ព័ន្ធនឹងបានអ៊ីរ៉ង់ធ្វើហើយប្រឹងតែប្រឹងវាមិនរួចព្រោះសម្ព័ន្ធមិត្តគេមានប្រព័ន្ធការពារកញ្ជ្រួចអ៊ីរ៉ង់ដែរអញ្ចឹងអ៊ីរ៉ង់បាញ់កាន់តែច្រើនអ៊ីរ៉ង់ចាប់ផ្ដើមបើកទីតាំងដែលអ៊ីរ៉ង់លាក់ទុកអាវុធនឹងកាន់តែច្រើនអាមេរិកកាន់តែទម្លាក់គ្រាប់កាន់តែសន្ធាប់រូងភ្នំនឹងកាន់តែចិត្តដូច្នេះអ៊ីរ៉ង់អស់មានឱកាសឲ្យបងប្អូនមកដល់ម៉ោងនេះគឺវាពិបាកដែរយើងគិតថាជាការតស៊ូរបស់គាត់ដែរប៉ុន្តែខ្ញុំជឿថានៅទីបញ្ចប់គឺទៅឡើងរួចហើយបាទឥឡូវខ្ញុំ slash ព័ត៌មានរឿងអាមេរិកខ្ញុំសុំទោសឲ្យដែលចាប់ផ្ដើមពីរឿងអាមេរិកទៅមុនហើយបងអែមខ្មែរមកក្រោយវិញម្ដងដោយសារតែរឿងហ្នឹងវាធំដែរពូខ្មែរយើងបងអែមយើងដដែលរាល់ថ្ងៃទេបងប្អូនព្រោះជួនកាលបងប្អូនខ្លះអាចនឹងតលន់ខ្លះដែរហើយព្រោះអីស្ដាប់ទៅថាឮតការឈឺចាប់អត់មានដំណោះស្រាយអីចង់កើតរោគ stress បាក់ទឹកចិត្តហើយបងប្អូនកុំអាលបាក់ទឹកចិត្តគ្មានស្អីដែលគ្មានដំណោះស្រាយទេសង្ឃឹមថារដ្ឋាភិបាលកម្ពុជាយើងនឹងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិដើម្បីឲ្យបងប្អូនយើងធូរចិត្តយើងធ្វើអីក៏មិនធូរចិត្តដែរកាត់ឥឡូវក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់អាមេរិកនៅពេលនេះគឺដូចជាការគ្រោងទុកដែរគឺទី1គឺវាយផ្ដាច់ប្រព័ន្ធអាកាសរបស់អ៊ីរ៉ង់និងប្រព័ន្ធផ្លូវទឹករបស់អ៊ីរ៉ង់គឺដាច់អស់ហើយប្រព័ន្ធផ្លូវគោកផ្លូវអីហ្នឹងអ៊ីរ៉ង់ក៏អត់អាចងើបនៅលើបានដែរវាមាននៅក្នុងរូងដីទេដូច្នេះអញ្ចឹងអ្វីដែលអាមេរិកធ្វើបាននៅពេលនេះគឺត្រូវសង្គ្រប់អារូងដីហ្នឹងផ្ដាច់អាជីពចរហ្នឹងឲ្យអស់ប៉ុន្តែសួរថាផ្ដាច់ប៉ុណ្ណាប្រើពេលយូរប៉ុណ្ណាអញ្ចឹងហើយបានជាចុងក្រោយនេះទើបចេញជាយុទ្ធសាស្ត្រអសានវ៉ាត48ម៉ោងគឺចាប់ផ្ដើមវាយដាច់ប្រព័ន្ធអគ្គិសនីចោលតែម្ដងប្រព័ន្ធអគ្គិសនីឬក៏រោងចក្រផលិតថាមពលនេះណាបើផ្ដាច់បានណាអារូងភ្នំទាំងអស់ហ្នឹងទាំង107ហ្នឹងអាចដាច់ភ្លើងទាំងអស់អត់អាចមានអគ្គិសនីចូលទៅបានទេអញ្ចឹងដូចយើងដូចរុនកដោដូចណាចង្រិតដូងអញ្ចឹងណាតែយើងចាក់ទឹកចូលគឺចេញមកអស់ហើយអញ្ចឹងនៅពេលដែលអត់ភ្លើងអត់អគ្គិសនីអត់អុកស៊ីហ្សែនអត់អីចូលវាអាចនៅមានរូងភ្នំខ្លះវាមានគេត្រៀមខ្លួនអីបានខ្លះប៉ុន្តែរូងភ្នំជាច្រើនបិទចិត្តអស់ហើយនៅពេលដែលអត់មានខ្យល់អុកស៊ីហ្សែនអត់មានភ្លើងអគ្គិសនីចូលទៅបែបនេះមិនយូរទេនឹងចូលដល់ស្ថានភាពមហន្តរាយហើយសម្រាប់ប្រទេសអ៊ីរ៉ង់ដូច្នេះរឿងនេះអាចជាយុទ្ធសាស្ត្រចុងក្រោយរបស់អាមេរិកនៅក្នុងការគំរាមកំទេចរោងចក្រអគ្គិសនីហើយរោងចក្រអគ្គិសនីនេះមែនតើគឺជារឿងខុសច្បាប់មួយដ៏ធំទៀតតកតងនឹងសំណង់ស៊ីវិលណាបើសិនជាអង្គការសហប្រជាជាតិច្បាស់ជាថ្កោលទោសឲ្យព្រោះកន្លងមករុស្ស៊ីធ្លាប់ទម្លាក់គ្រាប់បែកទៅលើអារោងចក្រផលិតអគ្គិសនីធម្មពលអគ្គិសនីរបស់អ៊ុយក្រែនហ្នឹងធ្វើឲ្យរដូវត្រជាក់ហ្នឹងណាប្រជាពលរដ្ឋអ៊ីរ៉ង់ប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹងវេទនាមែនតើព្រោះអត់មានកម្ដៅអត់មានអីដើម្បីការពារនៅរដូវត្រជាក់អីចឹងណាគឺជាអំពើអមនុស្សធម៌ណាប៉ុន្តែអាមេរិកប្រហែលជាមិនអនុញ្ញាតឲ្យអ៊ីរ៉ង់នៅតែយកច្រកហ័រមូសធ្វើជាព្យុះភ្លៀងជាចំណាប់ខ្មាំងបានទៀតទេព្រោះរឿងនេះគឺតាក់ទងនឹងរឿងប្រេងកាតប្រេងឥន្ធនៈព្រោះច្រកហ័រមូសនេះគឺវាប៉ះពាល់ដូច domino effect គឺផលប៉ះពាល់ដូចបន្ទះ domino អញ្ចឹងតាច្រកហ័រមូសបិទគឺវាដួលគ្រប់កន្លែង
សាំងឡើងថ្លៃប្រជាពលរដ្ឋក៏មានបញ្ហាសេដ្ឋកិច្ចក៏គាំងអីលក្ខនឹងលក្ខអញ្ចឹងត្រូវតែបើកច្រកនេះឲ្យចេញព្រោះអីអាមេរិកដែលគេចាត់ទុកថាគាត់ដូចជាឃ្លីងឃ្លោងពំតណោតហ្នឹងយើងឃើញហើយសុកស្រាប់អនុញ្ញាតឲ្យរុស្ស៊ីបញ្ចេញប្រេងមកអត់ដាក់ទណ្ឌកម្មទេធ្លាប់ដាក់ទណ្ឌកម្មរុស្ស៊ីរឿងអ៊ុយក្រែនហ្នឹងរឿងហាមប្រទេសឥណ្ឌាឬក៏ប្រទេសដទៃទៀតកុំឲ្យទិញប្រេងពីរុស្ស៊ីដើម្បីឲ្យរុស្ស៊ីដាច់ដង្ហើមកុំឲ្យមានលុយផលិតអាវុធទម្លាក់គ្រាប់លើអ៊ុយក្រែនទៀតអាហ្នឹងគឺជាអ្វីដែលអាមេរិកធ្លាប់ធ្វើដល់ពេលគេបិទច្រកហ័រមូសអស់ប្រេងឡើងថ្លៃលោកត្រាំខ្លាចពិភពលោកថាមកពីលោកត្រាំហ្នឹងបានប្រេងឡើងថ្លៃដកទណ្ឌកម្មពីរុស្ស៊ីមួយរយៈពេលសិនអត់ឲ្យប្រទេសណាចង់និយាយប្រទេសដែលទិញប្រេងរុស្ស៊ីទិញចោះលែងដាក់ទណ្ឌកម្មលែងអីហើយដើម្បីឲ្យប្រេងហ្នឹងអាចចរាចរបានអាហ្នឹងរឿងរុស្ស៊ីមួយរឿងជាមួយអ៊ីរ៉ង់ក៏ចឹងដែរអាមេរិកដាក់ទណ្ឌកម្មអ៊ីរ៉ង់នេះរាប់សិបឆ្នាំហើយតែមកដល់ពេលនេះស្រាប់តែលើកទណ្ឌកម្មអ៊ីរ៉ង់តាក់ទងនឹងរឿងដឹកប្រេងនឹងដែរព្រោះប្រេងរបស់អ៊ីរ៉ង់ដឹកចេញពីសមុទ្រពីព្រំប្រទល់អ៊ីរ៉ង់ហ្នឹងចេញទៅក្នុងដែនសមុទ្រអន្តរជាតិហ្នឹងមានដល់ទៅ170លានបារ៉ែលគឺធុងដូច្នេះអាមេរិកគិតថាបើដាក់ទណ្ឌកម្មអ៊ីរ៉ង់គឺប្រេងហ្នឹងអត់អាចលក់បានវាទៅធ្វើឲ្យតម្លៃទីផ្សារប្រេងហ្នឹងគឺវាថ្លៃអញ្ចឹងសុកចិត្តអាកាត់មួយគឺថាបធូរបន្ថយអត់យកទណ្ឌកម្មអ៊ីរ៉ង់ដកក្នុងបណ្ដោះអាសន្នហ្នឹងឲ្យលក់ប្រេងហ្នឹងបានចោះអញ្ចឹងទៅបានប្រជាពលរដ្ឋឬក៏អ្នកវិភាគថាមិនចឹងលោកត្រាំដូចរៀងឃ្លេងឃ្លោងពំតណោតខ្លួនឯងម៉េះតែលក់ប្រេងឬក៏ទិញប្រេងអ៊ីរ៉ង់បានន័យថាដូចជាផ្គត់ផ្គង់គ្រឿងសព្វាវុធអ៊ីរ៉ង់ទៀតហើយប៉ុន្តែបងប្អូននៅពេលនេះអត់ដូចពេលមុនទេបើទោះបីជាអ៊ីរ៉ង់លក់ប្រេងបានក៏ដោយក៏លុយនឹងមិនអាចយកទៅបំពោកសព្វាវុធអីបានប្រមាណទេព្រោះអាមេរិកបំផ្លាញខ្ទេចខ្ទីអស់ច្រើនហើយយ៉ាងណាក៏វាសឹងតែខ្ទេចខ្ទីនៅក្នុងប្រព័ន្ធកំជ្រួចប្រព័ន្ធអីរបស់អ៊ីរ៉ង់អីនិងប្រព័ន្ធការពារជាតិគេនោះណាតែសំខាន់បើយើងមើលក៏វាមានហេតុផលសមស្របមួយដែរព្រោះអាមេរិកឲ្យលក់ប្រេងដោយបណ្ដោះអាសន្ននេះដោយសារកលៈទេសៈនេះបើសិនជាមានទណ្ឌកម្មនេះគឺប្រេងលក់អត់បានអញ្ចឹងប្រេងឡើងថ្លៃអញ្ចឹងក៏វាសមហេតុសមផលថាគាត់ប្រហែលជាមិន flip flop ឬក៏ថាបាត់ដៃខ្នងដៃអីប្រមាណម្ដងដាក់ទណ្ឌកម្មម្ដងមិនដាក់ទណ្ឌកម្មដែរព្រោះអីអ្នកណាក៏យល់ដែរថាបើជាប់ទណ្ឌកម្មប្រេងលក់អត់បានទីផ្សារប្រេងនៅលើពិភពលោកឡើងថ្លៃព្រោះអាមេរិកមិនមែនដើម្បីបុព្វហេតុអាមេរិកអីទៀតទេគឺដើម្បីបុព្វហេតុពិភពលោកដែរនៅពេលដែលឲ្យលក់ប្រេងហ្នឹងទៅកុំឲ្យប្រេងឡើងថ្លៃដល់1ធុង$120អីទៀតព្រោះឥឡូវនៅត្រឹម112អីហ្នឹងបើបញ្ចេញឲ្យកាន់តែច្រើនទៅវាអាចនឹងលក់បានចឹងការដែលគេចោទលោកត្រាំថារៀងដូចពំតណោតហ្នឹងវាមានហេតុផលសមរម្យរបស់គេក៏ប៉ុន្តែកលៈទេសៈនេះអ្នកណាក៏ពិបាកដែរព្រោះទី1គឺលោកត្រាំអត់អាចបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់បានទេប្រជាពលរដ្ឋអាមេរិកទាំងអស់គឺជំទាស់ការបញ្ជូនទ័ពថ្មើរជើងព្រោះអីទ័ពថ្មើរជើងទៅគឺនឹងស្លាប់ដោយអាសាបងហើយគឺបើអាចកំទេចពីដែនអាកាសបានគឺគេមិនគ្រប់គ្រងការដែលវាយប្រហារអ៊ីរ៉ង់មែនប៉ុន្តែគេមិនជំទាស់រឿងការដែលវាយប្រហារតាមដែនអាកាសទេកុំឲ្យយកមនុស្សយកទៅដាក់អញ្ចឹងហើយបានជាលោកត្រាំប្រាប់គេម្សិលមិញនេះគាត់ថាពីដំបូងឡើយគាត់ថាអត់មានប្រកែករឿងការបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់ឯក៏អត់ដែលគិតថាអានឹងជាជំរើសដែលត្រូវកវត្តចោលទេគឺនៅតែគិតពិចារណាអញ្ចឹងណាប៉ុន្តែប្រហែលថ្ងៃនេះគាត់មានចំហច្បាស់លាស់មួយគឺថាគាត់អត់មានបញ្ជូនទ័ពថ្មើរជើងអាមេរិកទៅអ៊ីរ៉ង់កន្លែងណាមួយទេប៉ុន្តែបញ្ជូនទៅមជ្ឈិមបូព៌ាបានដែរទៅមូលដ្ឋានទ័ពអាមេរិកអីចឹងទៅអញ្ចឹងការដែលផ្លាស់ប្ដូរចំហរបស់លោកត្រាំតែកាលពីដើមឡើយថានឹងចង់បញ្ជូនទ័ពថ្មើរជើងនេះខ្ញុំជឿថាជាសារមួយគម្រាមដល់អ៊ីរ៉ង់ថារឿងច្រកហ័រមូសនេះអត់មានអ្នកណាបង្ហើបពីដើមទីមកទេក៏ប៉ុន្តែទាំងអ្នកយុទ្ធសាស្ត្រសង្គ្រាមរបស់អាមេរិកនិងអ៊ីស្រាអែលសុទ្ធតែដឹងជាមុនរួចទៅហើយថាច្រកហ័រមូសនេះនឹងคล้ายទៅជាចំណុចចំណាប់ខ្មាំងមួយរបស់អ៊ីរ៉ង់ក្នុងការបិទតសៃជីបចរនៃសម្ព័ន្ធមិត្តរបស់អាមេរិកគេដឹងរឿងហ្នឹងតាំងពីដើមមុននឹងវាយមកម្លេះប៉ុន្តែសំណួរសួរថាបើដឹងថាអ៊ីរ៉ង់នឹងបិទជីបចរកន្លែងហ្នឹងនឹងយកអាកន្លែងហ្នឹងជាចំណាប់ខ្មាំងតើបានត្រៀមខ្លួនយ៉ាងដូចម្ដេចហេតុអីក៏មកដល់ពេលហ្នឹងដូចជាអត់ទាន់មានយុទ្ធសាស្ត្រដើម្បីបិទបញ្ចប់រឿងហ្នឹងអញ្ចឹងនៅក្នុងការជជែកគ្នាដែលសិតតែអ្នកដែលរាយការណ៍ហ្នឹងប្រាប់ថាសុំមិនបញ្ចេញឈ្មោះប្រភពហ្នឹងគឺគេនិយាយថាអាមេរិកគឺបានដឹងច្បាស់ថាវាយអ៊ីរ៉ង់នេះណា
មិនមែនធូរដោយអ្វីដែលជាការគិតទេគឺវាមានភាពស្មុគស្មាញច្រើនដែរស្មុគស្មាញច្រើនគឺដោយសារតែទី1គឺលក្ខណៈភូមិសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ដែលភាគច្រើនគេដឹងថាសភាវុធរបស់អ៊ីរ៉ង់លាក់នៅក្រោមរូងក្រោមដីហើយរូងក្រោមដីនេះគឺមែនតែនគឺមានអាវុធយុទ្ធភ័ណ្ឌអាមេរិកដូចជា B52 ឬក៏ B យន្តហោះទម្លាក់អា B2 តែទម្លាក់មានអាក្របបែកខួងដីរាប់តោនអីចូលទៅជំរឿរាប់សិបម៉ែត្រហើយបានផ្ទុះអីហ្នឹងតែរូងដីរូងភ្នំកន្លែងខ្លះវាជ្រៅលឹះនឹងដល់ទៅកន្លះគីឡូ1គីឡូដីក្របហ្នឹងមិនអាចនឹងខួងទេព្រោះភ្នំភាគច្រើននៅអ៊ីរ៉ង់ហ្នឹងជាភ្នំថ្មមិនមែនដីទុនផុយអីទេដូច្នេះក៏គេដឹងថាវាមានភាពស្មុគស្មាញច្រើនដែរគឺគេនិយាយថាអាមេរិកគឺបានដឹងច្បាស់ថាវាយអ៊ីរ៉ង់នេះណាមិនមែនធូរដោយអ្វីដែលជាការគិតទេគឺវាមានភាពស្មុគស្មាញច្រើនដែរស្មុគស្មាញច្រើនគឺដោយសារតែទី1គឺលក្ខណៈភូមិសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ដែលភាគច្រើនគេដឹងថាសភាវុធរបស់អ៊ីរ៉ង់លាក់នៅក្រោមរូងក្រោមដីហើយរូងក្រោមដីនេះគឺមែនតែនគឺមានអាវុធយុទ្ធភ័ណ្ឌអាមេរិកដូចជា B52 ឬក៏ B យន្តហោះទម្លាក់អា B2 តែទម្លាក់មានអាក្របបែកខួងដីរាប់តោនអីចូលទៅជំរឿរាប់សិបម៉ែត្រហើយបានផ្ទុះអីហ្នឹងតែរូងដីរូងភ្នំកន្លែងខ្លះវាជ្រៅលឹះនឹងដល់ទៅកន្លះគីឡូ1គីឡូដីក្របហ្នឹងមិនអាចនឹងខួងទេព្រោះភ្នំភាគច្រើននៅអ៊ីរ៉ង់ហ្នឹងជាភ្នំថ្មមិនមែនដីទុនផុយអីទេដូច្នេះក៏គេដឹងថាវាមានភាពស្មុគស្មាញច្រើនដែរក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់អាមេរិកនៅពេលនេះគឺដូចជាការគ្រោងទុកដែរគឺទី1គឺវាយផ្ដាច់ប្រព័ន្ធអាកាសរបស់អ៊ីរ៉ង់និងប្រព័ន្ធផ្លូវទឹករបស់អ៊ីរ៉ង់គឺដាច់អស់ហើយប្រព័ន្ធផ្លូវគោកផ្លូវអីហ្នឹងអ៊ីរ៉ង់ក៏អត់អាចងើបនៅលើបានដែរវាមាននៅក្នុងរូងដីទេដូច្នេះអញ្ចឹងអ្វីដែលអាមេរិកធ្វើបាននៅពេលនេះគឺត្រូវសង្គ្រប់អារូងដីហ្នឹងផ្ដាច់អាជីពចរហ្នឹងឲ្យអស់ប៉ុន្តែសួរថាផ្ដាច់ប៉ុណ្ណាប្រើពេលយូរប៉ុណ្ណាអញ្ចឹងហើយបានជាចុងក្រោយនេះទើបចេញជាយុទ្ធសាស្ត្រអសានវ៉ាត48ម៉ោងគឺចាប់ផ្ដើមវាយដាច់ប្រព័ន្ធអគ្គិសនីចោលតែម្ដងអាប្រព័ន្ធអគ្គិសនីឬក៏រោងចក្រផលិតថាមពលនេះណាបើផ្ដាច់បានណាអារូងភ្នំទាំងអស់ហ្នឹងទាំង107ហ្នឹងអាចដាច់ភ្លើងទាំងអស់អត់អាចមានអគ្គិសនីចូលទៅបានទេអញ្ចឹងដូចយើងដូចរុនកដោដូចណាចង្រិតដូងអញ្ចឹងណាតែយើងចាក់ទឹកចូលគឺចេញមកអស់ហើយអញ្ចឹងដល់ពេលដែលអត់ភ្លើងអត់អគ្គិសនីអត់អុកស៊ីហ្សែនអត់អីចូលវាអាចនៅមានរូងភ្នំខ្លះវាមានគេត្រៀមខ្លួនអីបានខ្លះប៉ុន្តែរូងភ្នំជាច្រើនបិទចិត្តអស់ហើយនៅពេលដែលអត់មានខ្យល់អុកស៊ីហ្សែនអត់មានភ្លើងអគ្គិសនីចូលទៅបែបនេះមិនយូរទេនឹងចូលដល់ស្ថានភាពមហន្តរាយហើយសម្រាប់ប្រទេសអ៊ីរ៉ង់ដូច្នេះរឿងនេះអាចជាយុទ្ធសាស្ត្រចុងក្រោយរបស់អាមេរិកនៅក្នុងការគំរាមកំទេចរោងចក្រអគ្គិសនីហើយរោងចក្រអគ្គិសនីនេះមែនតើគឺជារឿងខុសច្បាប់មួយដ៏ធំទៀតតកតងនឹងសំណង់ស៊ីវិលណាបើសិនជាអង្គការសហប្រជាជាតិច្បាស់ជាថ្កោលទោសឲ្យព្រោះកន្លងមករុស្ស៊ីធ្លាប់ទម្លាក់គ្រាប់បែកទៅលើអារោងចក្រផលិតអគ្គិសនីធម្មពលអគ្គិសនីរបស់អ៊ុយក្រែនហ្នឹងធ្វើឲ្យរដូវត្រជាក់ហ្នឹងណាប្រជាពលរដ្ឋអ៊ីរ៉ង់ប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹងវេទនាមែនតើព្រោះអត់មានកម្ដៅអត់មានអីដើម្បីការពារនៅរដូវត្រជាក់អីចឹងណាគឺជាអំពើអមនុស្សធម៌ណាប៉ុន្តែអាមេរិកប្រហែលជាមិនអនុញ្ញាតឲ្យអ៊ីរ៉ង់នៅតែយកច្រកហ័រមូសធ្វើជាព្យុះភ្លៀងជាចំណាប់ខ្មាំងបានទៀតទេព្រោះរឿងនេះគឺតាក់ទងនឹងរឿងប្រេងកាតប្រេងឥន្ធនៈព្រោះច្រកហ័រមូសនេះគឺវាប៉ះពាល់ដូច domino effect គឺផលប៉ះពាល់ដូចបន្ទះ domino អញ្ចឹងតាច្រកហ័រមូសបិទគឺវាដួលគ្រប់កន្លែងសាំងឡើងថ្លៃប្រជាពលរដ្ឋក៏មានបញ្ហាសេដ្ឋកិច្ចក៏គាំងអីលាក់នឹងលាក់អញ្ចឹងត្រូវតែបើកច្រកនេះឲ្យចេញព្រោះអាមេរិកដែលគេចាត់ទុកថាគាត់ដូចជាឃ្លីងឃ្លោងពំតណោតហ្នឹងយើងឃើញហើយសុកស្រាប់អនុញ្ញាតឲ្យរុស្ស៊ីបញ្ចេញប្រេងមកអត់ដាក់ទណ្ឌកម្មទេធ្លាប់ដាក់ទណ្ឌកម្មរុស្ស៊ីរឿងអ៊ុយក្រែនហ្នឹងរឿងហាមប្រទេសឥណ្ឌាឬក៏ប្រទេសដទៃទៀតកុំឲ្យទិញប្រេងពីរុស្ស៊ីដើម្បីឲ្យរុស្ស៊ីដាច់ដង្ហើមកុំឲ្យមានលុយផលិតអាវុធទម្លាក់គ្រាប់លើអ៊ុយក្រែនទៀតអាហ្នឹងគឺជាអ្វីដែលអាមេរិកធ្លាប់ធ្វើដល់ពេលគេបិទច្រកហ័រមូសអស់ប្រេងឡើងថ្លៃលោកត្រាំខ្លាចពិភពលោកថាមកពីលោកត្រាំហ្នឹងបានប្រេងឡើងថ្លៃដកទណ្ឌកម្មពីរុស្ស៊ីមួយរយៈពេលសិនអត់ឲ្យប្រទេសណាចង់និយាយប្រទេសដែលទិញប្រេងរុស្ស៊ីទិញចោះលែងដាក់ទណ្ឌកម្មលែងអីហើយដើម្បីឲ្យប្រេងហ្នឹងអាចចរាចរបានអាហ្នឹងរឿងរុស្ស៊ីមួយ
រឿងជាមួយអ៊ីរ៉ង់ក៏ចឹងដែរអាមេរិកដាក់ទណ្ឌកម្មអ៊ីរ៉ង់នេះរាប់សិបឆ្នាំហើយតែមកដល់ពេលនេះស្រាប់តែលើកទណ្ឌកម្មអ៊ីរ៉ង់តាក់ទងនឹងរឿងដឹកប្រេងនឹងដែរព្រោះប្រេងរបស់អ៊ីរ៉ង់ដឹកចេញពីសមុទ្រពីព្រំប្រទល់អ៊ីរ៉ង់ហ្នឹងចេញទៅក្នុងដែនសមុទ្រអន្តរជាតិហ្នឹងមានដល់ទៅ170លានបារ៉ែលគឺធុងដូច្នេះអាមេរិកគិតថាបើដាក់ទណ្ឌកម្មអ៊ីរ៉ង់គឺប្រេងហ្នឹងអត់អាចលក់បានវាទៅធ្វើឲ្យតម្លៃទីផ្សារប្រេងហ្នឹងគឺវាថ្លៃអញ្ចឹងសុកចិត្តកាត់មួយគឺថាបធូរបន្ថយអត់យកទណ្ឌកម្មអ៊ីរ៉ង់ដកក្នុងបដោះអាសន្នហ្នឹងឲ្យលក់ប្រេងហ្នឹងបានចោះអញ្ចឹងទៅបានប្រជាពលរដ្ឋឬក៏អ្នកវិភាគថាមិនចឹងលោកត្រាំដូចរៀងក្លែងឃ្លោងពំតំណោតខ្លួនឯងម៉េះតើលក់ប្រេងឬក៏ទិញប្រេងអ៊ីរ៉ង់បានន័យថាដូចជាផ្គត់ផ្គង់គ្រឿងសព្វាវុធអ៊ីរ៉ង់ទៀតហើយប៉ុន្តែបងប្អូននៅពេលនេះអត់ដូចពេលមុនទេបើទោះបីជាអ៊ីរ៉ង់លក់ប្រេងបានក៏ដោយក៏លុយហ្នឹងមិនអាចយកទៅបំពោកសព្វាវុធអីបានប្រមាណទេព្រោះអាមេរិកបំផ្លាញខ្ទេចខ្ទីអស់ច្រើនហើយយ៉ាងណាក៏វាសឹងតែខ្ទេចខ្ទីនៅក្នុងប្រព័ន្ធកំជ្រួចប្រព័ន្ធអីរបស់អ៊ីរ៉ង់អីនឹងប្រព័ន្ធការពារជាតិគេនោះណាតែសំខាន់បើយើងមើលក៏វាមានហេតុផលសមស្របមួយដែរព្រោះអាមេរិកឲ្យលក់ប្រេងដោយបណ្ដោះអាសន្ននេះដោយសារកលៈទេសៈនេះបើសិនជាមានទណ្ឌកម្មនេះគឺប្រេងលក់អត់បានអញ្ចឹងប្រេងឡើងថ្លៃអញ្ចឹងក៏វាសមហេតុសមផលថាគាត់ប្រហែលជាមិន flip flop ឬក៏ថាបាត់ដៃខ្នងដៃអីប្រមាណម្ដងដាក់ទណ្ឌកម្មម្ដងមកដាក់ទណ្ឌកម្មដែរព្រោះអីអ្នកណាក៏យល់ដែរថាបើជាប់ទណ្ឌកម្មប្រេងលក់អត់បានទីផ្សារប្រេងនៅលើពិភពលោកឡើងថ្លៃព្រោះអាមេរិកមិនមែនដើម្បីបុព្វហេតុអាមេរិកអីទៀតទេគឺដើម្បីបុព្វហេតុពិភពលោកដែរនៅពេលដែលឲ្យលក់ប្រេងហ្នឹងទៅកុំឲ្យប្រេងឡើងថ្លៃដល់មួយធុង$120អីទៀតព្រោះឥឡូវនៅត្រឹម112អីហ្នឹងបើបញ្ចេញឲ្យកាន់តែច្រើនទៅវាអាចនឹងលក់បានចឹងការដែលគេចោទលោកត្រាំថារៀងដូចពំតំណោតហ្នឹងវាមានហេតុផលសមរម្យរបស់គេក៏ប៉ុន្តែកលៈទេសៈនេះអ្នកណាក៏ពិបាកដែរព្រោះទី1គឺលោកត្រាំអត់អាចបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់បានទេប្រជាពលរដ្ឋអាមេរិកទាំងអស់គឺជំទាស់ការបញ្ជូនទ័ពថ្មើរជើងព្រោះអីទ័ពថ្មើរជើងទៅគឺនឹងស្លាប់ដោយអាសាបងហើយគឺបើអាចកំទេចពីដែនអាកាសបានគឺគេមិនគ្រប់គ្រងការដែលវាយប្រហារអ៊ីរ៉ង់មែនប៉ុន្តែគេមិនជំទាស់រឿងការដែលវាយប្រហារតាមដែនអាកាសទេកុំឲ្យយកមនុស្សយកទៅដាក់អញ្ចឹងហើយបានជាលោកត្រាំប្រាប់គេម្សិលមិញនេះគាត់ថាពីដំបូងឡើយគាត់ថាអត់មានប្រកែករឿងការបញ្ជូនទ័ពថ្មើរជើងទៅអ៊ីរ៉ង់ឯក៏អត់ដែលគិតថាអានឹងជាជំរើសដែលត្រូវកវត្តចោលទេគឺនៅតែគិតពិចារណាអញ្ចឹងប៉ុន្តែប្រហែលថ្ងៃនេះគាត់មានចំហច្បាស់លាស់មួយគឺថាគាត់អត់មានបញ្ជូនទ័ពថ្មើរជើងអាមេរិកទៅអ៊ីរ៉ង់កន្លែងណាមួយទេប៉ុន្តែបញ្ជូនទៅមជ្ឈិមបូព៌ាបានដែរទៅមូលដ្ឋានទ័ពអាមេរិកអីចឹងទៅអញ្ចឹងការដែលផ្លាស់ប្ដូរចំហរបស់លោកត្រាំដែលកាលពីដើមឡើយថានឹងចង់បញ្ជូនទ័ពថ្មើរជើងនេះខ្ញុំជឿថាជាសារមួយគម្រាមដល់អ៊ីរ៉ង់ថាតិចទៀតមានទ័ពថ្មើរជើងទៅដល់លុកលុយចូលដល់ដែនអធិបតេយ្យរបស់អ្នកឯងបើសិនជាមិនលើកទង់សអាហ្នឹងអាចជាយុទ្ធសាស្ត្របែបហ្នឹងប៉ុន្តែប្រហែលជាឥឡូវគាត់ច្បាស់ថាអ៊ីរ៉ង់ទុនដៃទុនជើងអស់ហើយមិនចាំបាច់ដាក់ទ័ពថ្មើរជើងទៅក៏បានដែរវាអាចអញ្ចឹងដែរឬក៏វាអាចលោកត្រាំខ្លួនលោករងសម្ពាធពីផ្ទៃក្នុងនៅក្នុងសហរដ្ឋអាមេរិកដែលមិនអោយយកទាហានអាមេរិកទៅចោះនៅក្នុងមូលដ្ឋានឬក៏ដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហ្នឹងខ្លាចស្លាប់ទាហានអាមេរិកហើយអញ្ចឹងបើសិនជានេះវាយពីដែនអាកាសអញ្ចឹងទៅឲ្យអាមេរិកចោះចាញ់លើកទង់សទៅកុំឲ្យស្លាប់ទាហានអាមេរិកអីព្រោះមកដល់ម៉ោងនេះទាហានអាមេរិកស្លាប់13នាក់ហើយប៉ុន្តែទាហានអាមេរិកស្លាប់13នាក់ហ្នឹងគឺមនុស្សដែលស្លាប់ទាំងអស់នៅក្នុងសង្គ្រាមនេះឡើងដល់1400នាក់ជាងហើយច្រើនជាងនៅលីបង់គឺមាន1000នាក់ហើយអញ្ចឹងនៅអ៊ីរ៉ង់ហ្នឹងគឺស្លាប់តែ300-400នាក់ច្រើនជាងគេគឺសាលារៀនបឋមសិក្សាមួយដែលស្លាប់កូនសិស្សច្រើនណាស់ដូចជា130នាក់អីណោះវាច្រើនមែនតើនេះគឺជាការរកម្មចិត្តមួយដែរនៅក្នុងសង្គ្រាមប៉ុន្តែបើយើងមើលទំហំនៃការវាយប្រហារគឺអ៊ីរ៉ង់បានត្រៀមខ្លួនរួចទៅហើយលាក់ខ្លួននៅក្រោមដីអញ្ចឹងហើយបានជាប្រជាពលរដ្ឋអ៊ីរ៉ង់ឬក៏ទាហានអ៊ីរ៉ង់ហ្នឹងមិនស្លាប់ច្រើនដូចតែចេញមកប្រយុទ្ធគ្នាប្រាវលើគោកឯព្រោះចូលក្រោមរូងអស់ហើយបាទអញ្ចឹងហើយអារូងហ្នឹងហើយដែលចុងក្រោយអាមេរិកចង់ទៅបិទអារូងហ្នឹងឲ្យចិត្តផ្ដាច់ភ្លើងផ្ដាច់ទឹកអីទៅវាអាចនឹងតែអ៊ីរ៉ង់គេថាគេនឹងផ្ដាច់ទឹកផ្ដាច់ភ្លើងនៅក្នុងក្រមសម្ព័ន្ធមិត្តគឺគេផ្លោងដាក់ទៀតប៉ុន្តែផ្លោងដាក់អីបើអ៊ីរ៉ង់ផ្លោងដាក់បានហើយគំតិចហេដ្ឋារចនាសម្ព័ន្ធនឹងបានអ៊ីរ៉ង់ធ្វើហើយប្រឹងតែប្រឹងវាមិនរួចព្រោះសម្ព័ន្ធមិត្តគេមានប្រព័ន្ធការពារកញ្ជ្រួចអ៊ីរ៉ង់ដែរអញ្ចឹងអ៊ីរ៉ង់បាញ់កាន់តែច្រើនអ៊ីរ៉ង់ចាប់ផ្ដើមបើកទីតាំងដែលអ៊ីរ៉ង់លាក់ទុកអាវុធនឹងកាន់តែច្រើនអាមេរិកកាន់តែទម្លាក់គ្រាប់កាន់តែសន្ធាប់
រួមភ្នំនឹងកាន់តែចិត្តដូច្នេះអ៊ីរ៉ង់អស់មានឱកាសឲ្យបងប្អូនមកដល់ម៉ោងនេះគឺវាពិបាកដែរយើងគិតថាជាការតស៊ូរបស់គាត់ដែរប៉ុន្តែខ្ញុំជឿថានៅទីបញ្ចប់គឺទៅឡើងរួចហើយបាទឥឡូវខ្ញុំព័ត៌មានរឿងអាមេរិកខ្ញុំសុំទោសឲ្យដែលចាប់ផ្ដើមពីរឿងអាមេរិកទៅមុនហើយបងអែមខ្មែរមកក្រោយវិញម្ដងដោយសារតែរឿងនឹងវាធំដែរពូខ្មែរយើងបងអែមយើងដដែលរាល់ថ្ងៃទេបងប្អូនព្រោះជួនកាលបងប្អូនខ្លះអាចនឹងតលន់ខ្លះដែរហើយព្រោះអីស្ដាប់ទៅថាឮតការឈឺចាប់អត់មានដំណោះស្រាយអីចង់កើតរោគ stress បាក់ទឹកចិត្តហើយបងប្អូនកុំអាលបាក់ទឹកចិត្តគ្មានស្អីដែលគ្មានដំណោះស្រាយទេសង្ឃឹមថារដ្ឋាភិបាលកម្ពុជាយើងនឹងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិដើម្បីឲ្យបងប្អូនយើងធូរចិត្តយើងធ្វើអីក៏មិនធូរចិត្តដែរកាត់ឥឡូវរដ្ឋាភិបាលកម្ពុជាទាមទារឲ្យថៃគោរពតាមស្មារតីនៃបទឈប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025ស្របពេលដែលយោធាថៃកំពុងពុះចែកដីខ្មែរឲ្យប្រជាប្រដ្ឋថៃនៅភូមិជោគជ័យតាមពិតណាមិនមែនជាការផ្សាយរបស់ខ្ញុំដែលធ្វើឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្តទេគឺការដែលតវ៉ារបស់កម្ពុជាដែលឲ្យមិនប្តឹងទៅតុលាការអន្តរជាតិនេះដែលធ្វើឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្តព្រោះដដែលរាល់ថ្ងៃ700 800ដងហើយឥឡូវប្រហែលជា1000ដងហើយដឹងនៅតែតវ៉ានៅតែស្នើនៅតែសុំហើយថៃគេអត់ស្ដាប់សោះយើងប្រមាណ100ដងតើយើងត្រូវអង្វរថៃដល់ណាទៀតខ្ញុំកំពុងតែឆ្ងល់ដែរយើងជារដ្ឋអធិបតេយ្យរបស់យើងមួយយើងទៅអង្វរគេយ៉ាងម៉េចទៀតយើងត្រូវស្នើគេយ៉ាងម៉េចទៀតយើងអំពាវនាវគេយ៉ាងម៉េចទៀតខ្ញុំកំពុងតែឆ្ងល់ព្រោះគេអត់ស្ដាប់យើងផងហ្នឹងតែយើងទៅអំពាវនាវគេយ៉ាងម៉េចដើម្បីឲ្យគេស្ដាប់ថ្ងៃនេះខ្ញុំឃើញសាររបស់រដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យហ្នឹងថាអញ្ចេះរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរពាក់ព័ន្ធកំពុងតែតាមដានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃធ្វើឲ្យមានការកែប្រែស្ថានភាពនៅលើដីជាក់ស្ដែងនៅតំបន់ដែលពួកគេដណ្ដើមកាន់កាប់ដោយខុសច្បាប់ហើយធ្វើកំណត់ទូតតវ៉ាជាផ្លូវការនៅរាល់ទីតាំងទាំងអស់ដែលកម្លាំងថៃប្រព្រឹត្តខុសពីកិច្ចព្រមព្រៀងក្រោយពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025កម្ពុជាមិនទទួលយកខ្សែព្រំដែនឬការទាមទារទឹកដីណាមួយតាមការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយហើយនៅតែរក្សាសិទ្ធិពេញលេញនិងស្របច្បាប់របស់ខ្លួននៅក្នុងការកំណត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនេះគឺជាប្រសាសន៍របស់លោកប៉ែនបូណាដែលជាប្រធានអ្នកនាំពាក្យអង្គភាពអ្នកនាំពាក្យរបស់រដ្ឋាភិបាលនេះគឺជាសារលើកទី1000របស់លោកប៉ែនបូណាបើតាមដឹងតែសារនេះគឺលោកធ្វើនៅពេលដែលប្រមាណថ្ងៃមុននេះគឺថៃចាប់ផ្ដើមវាស់ប្លង់ដី70រៃនៅឯតំបន់ភូមិជោគជ័យឲ្យក្រុមគ្រួសារ3គ្រួសាររបស់ថៃយកទៅកាន់កាប់យើងម៉ោងនេះហើយវាគួរតែមានការចរចាដោះស្រាយអីយើងអង្វរថៃឡើងឆ្អែតសង្ឃឹមតែគេព្រមយើងអាវាស់វែងក៏មិនវាស់វែងជាមួយយើងឥឡូវមកវាស់វែងចែកដីឲ្យថៃទៀតហើយយើងនៅតាមអង្វរគេទៀតខ្ញុំអត់យល់អាហ្នឹងហើយដែលធ្វើឲ្យប្រជាពលរដ្ឋយើងបាក់ស្មារតីបាក់ស្បាតកើតជំងឺរោគចិត្តណាដោយសារតែយើងដដែលហើយខ្ញុំថារដ្ឋាភិបាលគាត់ថ្លែងសារនេះគឺដោយសារអីមានសេចក្តីប្រកាសព័ត៌មានមួយទៀតកាលពីខ្ញុំអានសេចក្តីប្រកាសព័ត៌មានហ្នឹងចាំខ្ញុំជាប់20ខែមីនាអាមុនហ្នឹងអាសេចក្តីប្រកាសព័ត៌មានកាលថ្ងៃ17ហ្នឹងគឺថៃយកបាន12ទីតាំងទៀតអាមុន14អញ្ចឹង26ហ្នឹងគាត់ព្រមទទួលស្គាល់ឥឡូវអាថ្ងៃទី20ហ្នឹងគាត់ប្រកាសមានទីតាំងថ្មីទៀតដែរតើទីតាំងប្រមាណទៀតដែលថៃកំពុងគ្រប់គ្រងឲ្យយើងប្រាប់ម្ដងមួយហេតុអីក៏មិនប្រាប់ម្ដងឲ្យអស់ហ្មងនៅកន្លែងណាយាមការលេខប្រមាណទីតាំងនឹងនៅណារូបភាពមិនគេយកអីគេខ្លះឥឡូវគាត់ថាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅចុងសប្តាហ៍នេះបានន័យថានៅថ្ងៃទី20ខែមីនាហ្នឹងគឺចុងសប្តាហ៍ថ្ងៃ20មីនាហ្នឹងកម្ពុជាធ្វើការតវ៉ាផ្លូវការបន្ថែមថ្មីមួយទៀតបាទលើកទី1000ជាងហើយប្រឆាំងទៅនឹងការបន្តសកម្មភាពរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដោយកម្លាំងប្រដាប់អាវុធថៃក្រោយបទឈប់បាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025នៅតំបន់បឹងតគួនយើងឃើញមានផ្សែងហុយចេញពីទីតាំងចំនួន3ដែលសន្មតថាជាផ្ទះកំពុងឆេះនៅក្នុងតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជាដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់នៃកងកម្លាំងប្រដាប់អាវុធថៃនៅតំបន់អូទឹកចោលអត់ដែលឮទេបងប្អូនពីមុនមកអត់ដែលឮទេតំបន់នេះនៅតំបន់អូទឹកចោលក្នុងសង្កាត់បន្សាយរៈក្រុងសំរោងខេត្តឧត្តរមានជ័យ
កម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពឈូសឆាយដីថ្មីដីធ្លីក៏ដូចជាកសាងសង់ផ្លូវនិងសំណង់បេតុងផ្សេងៗដែលលាតសន្ធឹងពីតំបន់ប្រាសាទខ្នារឆ្ពោះទៅតំបន់ប្រាសាទតាកបីក្នុងទឹកដីកម្ពុជានេះជាទីតាំងជាអង្គហេតុថ្មីថែមប្រមាណទីតាំងទៀតហើយនេះតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថានៅថ្ងៃទី18ខែមីនាកងកម្លាំងប្រដាប់អាវុធថៃរួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើនិងសុរិយោដីបានធ្វើសកម្មភាពវាស់វែងដីធ្លីនិងបែងចែកដីចំនួន3កន្លែងដល់ប្រជាពលរដ្ឋថៃនៅក្នុងតំបន់ភូមិជោគជ័យឃុំអូបៃជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅចន្លោះបង្គោលព្រំដែនលេខ46និង47រដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថាកម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែនឬក៏ការទាមទារទឹកដីណាមួយតាមការអះអាងជាឯកតោភាគីរបស់ភាគីថៃឡើយសកម្មភាពខាងលើមិនប៉ះពាល់សំទោសសកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធិនិងជំហរស្របច្បាប់របស់ប្រជាណាចក្រកម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិរបស់កម្ពុជានោះទេកម្ពុជាបំពាវនាវឲ្យថៃបញ្ឈប់ជាបន្ទាន់បានតែប៉ុណ្្នឹងឯងយើងស្រែកស្អកកទៅហើយនឹងយើងស្រែក8ខែហើយទៅថៃគេធ្វើរហូតគេមិនវាស់ដីជាមួយយើងគេវាស់ដីចែកឲ្យថៃហើយយើងប្រាប់ថាយើងកំពុងតាមដានកំពុងតវ៉ាសកម្មភាពរបស់ថៃជាអំពើខុសច្បាប់ហើយយើងប្រាប់ឲ្យថៃគោរពតាមបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025តើយើងទៅឲ្យថៃគោរពតាមបទឈប់បាញ់ថ្ងៃទី25ខែធ្នូឆ្នាំ2025យ៉ាងដូចម្ដេចនៅពេលដែលនៅក្នុងបទឈប់បាញ់នឹងយើងប្រាប់ថៃថាដីកន្លែងដែលថៃយកបាននៅកន្លែងណាឈរជើងនៅកន្លែងហ្នឹងហើយនៅក្នុងបទឈប់បាញ់នឹងអត់បានចែងហាមថៃមិនឲ្យកាយប្រឡងបលាយជីកដីយកប្លង់កម្មសិទ្ធិអីចែកអីហ្នឹងយើងអត់បាននិយាយយើងនិយាយថាណានៅហ្នឹងកុំតែបង្កើនតបទៀតមកបានហើយពាក្យថាអ្នកណានៅហ្នឹងបានន័យថាគេយកដោយស្របច្បាប់ទៅហើយយើងនៅតែថាសកម្មភាពគេយកដីយើងបានដោយខុសច្បាប់បើយើងខុសច្បាប់យើងសញ្ញេឲ្យគេធ្វើអីមើលអ៊ុយក្រែននិងរុស្ស៊ីមើលអត់មានសញ្ញេឲ្យរុស្ស៊ីទេតម្លាក់គ្រាប់បាញ់វិញតម្លាក់គ្រាប់បាញ់វិញទៅមិនតែសញ្ញេបាត់ឈប់បាញ់ថារុស្ស៊ីនៅណារុស្ស៊ីនៅហ្នឹងដី 25% នៃតំបន់របស់អ៊ុយក្រែននឹងបានទៅរុស្ស៊ីជានិច្ចនិរន្តរ៍គឺគេសុកចិត្តនៅតស៊ូក្រាញនានាយើងអរគុណហើយដែលបានសន្តិភាពហើយបានការឈប់បាញ់ប្រជាពលរដ្ឋវិលទៅលំនៅឋានវិញ90%ជាង6សែនក៏ប៉ុន្តែយើងបាត់ដីយើងដល់ទៅ14កន្លែងឥឡូវថែម12 16កន្លែងឥឡូវថែមប៉ុន្មានកន្លែងទៀត27លោកអ៊ុំសំអានរកឃើញ45កន្លែងអាហ្នឹងគឺដោយសារអីដោយសារតែកិច្ចព្រមព្រៀងបាត់ឈប់បាញ់ថ្ងៃទី25ខែធ្នូហ្នឹងតាយើងសញ្ញេឲ្យគេតាហូចចេះឥឡូវយើងឲ្យគេគោរពតាមអាហ្នឹងតើយើងទៅបានឈ្នះអីគេយើងទៅឲ្យគេគោរពតាមកិច្ចព្រមព្រៀងដែលយើងព្រមឲ្យគេនៅណានៅហ្នឹងគេធ្វើអីគេធ្វើនៅក្នុងដីដែលគេគ្រប់គ្រងបានព្រោះយើងឲ្យគេនៅណានៅហ្នឹងចឹងបានថាកុំយកអាហ្នឹងមកនិយាយទៀតខ្ញុំមិនជំទាស់នៅក្នុងការតវ៉ាទេតវ៉ាចោះព្រោះជាសមត្ថកិច្ចរបស់រដ្ឋាភិបាលបើមិនតវ៉ាទៅធ្វើអីគេទៀតបើគេយកអស់ហើយហ្នឹងស្អំចិត្តប្រជាពលរដ្ឋទៅថារដ្ឋាភិបាលតវ៉ាដែរណោះអ្នកសង្កេតការអាស៊ានហ្នឹងទៅត្រុកតែទៅបានតែរូបថតនឹងស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អបានតែត្រឹមរូបថតតែប៉ុណ្ណឹងមិនដែលទៅទាញបលាលួសគេមិនដែលទៅរុញទូកុងតឺន័រគេមិនដែលធ្វើអីបានទេបានតែថតបានតែផ្សាយថតផ្សាយរាល់តែថ្ងៃអស់តែលុយចុះទៅដល់ពេលចង់បញ្ចប់ទៅអង្វរគេឲ្យអនុវត្តតាមកិច្ចព្រមព្រៀងហើយអាកិច្ចព្រមព្រៀងហ្នឹងយើងអ្នកព្រមព្រៀងឲ្យគេនៅណានៅណីហេតុអីបានជាយើងទៅយកអ្វីដែលយើងចាញ់គេហើយយកមកតវ៉ាគេតើយើងមានទម្ងន់ផ្លូវច្បាប់ប៉ុណ្ណាតើអ្នកច្បាប់កម្ពុជាឯណាខ្លះមិនចេញមកបកស្រាយយើងមិនអាចទៅយកកិច្ចព្រមព្រៀងដែលយើងព្រមឲ្យគេគ្រប់គ្រងដីយើងដោយស្របច្បាប់នៅពេលនោះហើយមកទាត់ចោលថាអាហ្នឹងគឺជាការខុសច្បាប់វិញទេព្រោះបើយើងកលិចក្លុកបែបហ្នឹងគេចាត់ទុកថាយើងហ្នឹងគឺមានភាពមិនស្មោះត្រង់ដូច្នេះការតវ៉ារបស់យើងត្រូវហើយតទៅមិនអីទេប្រជាពលរដ្ឋលោកឈឺចាប់ពេកបើតវ៉ាទៅក៏កុំឲ្យស្ងាត់ប៉ុន្តែយើងត្រូវប្រើដងដាវរបស់យើងគឺតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិទាមទារឲ្យថៃខ្ចាក់ដីមកវិញតាមរយៈប្លង់កម្មសិទ្ធិស្របច្បាប់ផែនទីខ្នាត1លើ200,000របស់យើងដែលតុលាការយុត្តិធម៌អន្តរជាតិធ្លាប់យកមកប្រើជាឧបសម្ព័ន្ធពិធីសារសម្រេចក្តីនៅយើង2លើកហើយរឿងប្រាសាទព្រះវិហារឆ្នាំ
1962និងឆ្នាំ2013ដែលឲ្យខ្មែរឈ្នះថៃដោយប្រើផែនទីខ្នាតលើ200,000លើតំបន់ព្រះវិហារនឹងអីអញ្ចឹងដូច្នេះបើយើងចង់ទាមទារថៃថាដីដែលព្រមព្រៀងគ្នាកាលពីថ្ងៃទី25ខែធ្នូហ្នឹងគឺជាដីរបស់ខ្មែរស្របច្បាប់ទេពេលហ្នឹងយើងគ្រាន់តែព្រមព្រៀងគ្នាឲ្យមានប័ណ្ណឈប់បាញ់ទេមិនមានន័យថាយើងឲ្យថៃឲ្យដីទៅថៃបើចង់មានន័យបែបហ្នឹងគឺតើតែយើងប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិមិនអាចទាមទារឲ្យថៃអនុវត្តតាមកិច្ចព្រមព្រៀងដែលថៃគេប្រាប់មកថាគេធ្វើតាមកិច្ចព្រមព្រៀងហ្នឹងហើយតាគេអនុវត្តតាមហ្នឹងហើយតាគេឈូសឆាយទៅនៅក្នុងតំបន់ដែលគេគ្រប់គ្រងដែលយើងប្រាប់ថាធ្វើអ្នកណានៅហ្នឹងតែអធិបតេយ្យរបស់អ្នកឯងកុំឲ្យទៅរលលើសពីហ្នឹងតាដូច្នេះគេអត់មាននិយាយទៅយើងវាអត់មានទឹកមាត់ប្រៃណាបងប្អូនខ្ញុំនិយាយនេះមិនមែនបានន័យថាបំបាក់ទឹកចិត្តបងប្អូនទេប៉ុន្តែខ្ញុំអត់ចង់ឲ្យយើងធ្វើនយោបាយប្រជាពិធប្រជាពលរដ្ឋរងគ្រោះចង់បានចម្លើយពិតឲ្យយើងនៅតែតវ៉ាទាមទារហើយនិយាយអត់បានតែនិយាយរឿងហ្នឹងគឺគេថាយើងហ្នឹងកាន់ជើងថៃចង់ឲ្យយើងបានដីខ្មែរមកវិញពីថៃកុំឲ្យយើងចាញ់ប្រៀបថៃខ្ញុំវាគ្មានចំណេះជំនាញផ្លូវច្បាប់ឯណាច្រើនជាងអស់លោកទេអស់លោករៀនបានអស់សភៅអស់អីច្រើនណាស់សបដិទ្ធកវីបញ្ញវន្តខ្ញុំមិនស្មើនឹងរោមជើងអស់លោកទេប៉ុន្តែទង្វើរបស់អស់លោកនេះវាដដែលដែលឲ្យប្រជាពលរដ្ឋឃើញថាគាត់ចង់បានអីឲ្យប្រកបប្តឹងគេមិនប្តឹងហើយទាមទារតវ៉ាឲ្យថៃប្រគល់ដីមកយើងវិញនៅពេលដែលដីហ្នឹងយើងព្រមដោះដូរជាមួយនឹងមានប័ណ្ណឈប់បាញ់យើងបានដីហ្នឹងទៅគេហ្នឹងគឺដោយសារតែយើងអង្វរគេសុំឲ្យគេឈប់ផ្លោងគ្រាប់ដាក់យើងតាបើយើងមិនកាត់ដីហ្នឹងឲ្យគេថៃក៏អត់ឈប់ផ្លោងគ្រាប់ដាក់យើងដែរដូច្នេះមកដល់ម៉ោងនេះថៃគេគិតថាតំបន់ដែលគេគ្រប់គ្រងនេះគឺជាដីរបស់គេតាំងពីយូរហើយតែដល់ពេលចុងក្រោយហ្នឹងគឺវាយដណ្ដើមបានរបស់គេប្រាប់ប្រជាពលរដ្ឋគេទូទាំងពិភពលោកទៅហើយហ្នឹងហើយតើយើងទៅប្រាប់អីបើឥឡូវប្រាប់គេហើយគេប្រាប់ថាយើងគេមានប្លង់រឹងទៀតដោយសារតែកម្ពុជាព្រមចុះហត្ថលេខាឲ្យគេគ្រប់គ្រងដែនដីនឹងទៀតបើម្ចាស់ផ្ទះយើងម្ចាស់ទ្រព្យយើងព្រមឲ្យគេគ្រប់គ្រងដែនដីនឹងហើយទៅយើងប្រាប់ថាសកម្មភាពនឹងខុសច្បាប់ថៃធ្វើខុសច្បាប់តែក្នុងករណីមួយទេបងប្អូនអាទីតាំងដែលយើងចុះហត្ថលេខាថ្ងៃ25ខែធ្នូឆ្នាំ2025ហ្នឹងដីនៅកន្លែងណាកន្លែងហ្នឹងដែលត្រាស់ថៃវាយបានហើយស្រាប់តែក្រោយពីវាយបានហ្នឹងមានកិច្ចព្រមព្រៀងហ្នឹងហើយស្រាប់តែថៃរុលចូលនាំទ័ពនាំអីមកថែមបាន3គីឡូទៀតឬក៏ប្រមាណម៉ែត្រទៀតលើសពីព្រំដែនដែលកំណត់ទាំងអស់ហ្នឹងអាហ្នឹងថៃប្រព្រឹត្តខុសច្បាប់ធ្ងន់ណាស់តាក់ទងនឹងកិច្ចព្រមព្រៀងបាត់ចុះបាញ់ប៉ុន្តែបើគេធ្វើនៅក្នុងអ្វីដែលយើងព្រមព្រៀងគេយើងមិនឈ្នះគេទេហើយកុំទៅបោកប្រជាពលរដ្ឋឲ្យជឿថាយើងតវ៉ានឹងត្រូវនោះយើងអត់តវ៉ាកើតត្រូវទេបងប្អូនឧទាហរណ៍យ៉ាងសាមញ្ញជាវិធីអ្នកស្រែចម្ការចោះបងប្អូនឆ្លោះគ្នាជាមួយអ្នកចិត្តខាងយើងដីភ្លឺស្រែយើងវាអត់ច្បាស់លាស់អ្នកមកខាងទៀតនោះទេខាងគេយើងថាខាងយើងហើយទៅយើងអត់មានអីនេះទៅរកវាយកាប់ចាក់គ្នាដើម្បីកុំឲ្យកាប់ចាក់គ្នាគឺយើងមិនឈ្នះគ្នាទេព្រោះសិតតែមនុស្សមានផ្កាក់រៀងខ្លួនអញ្ចឹងទៅយើងក៏ព្រមព្រៀងគ្នាចុះហត្ថលេខាប្រាប់ថាមកកណាត់នេះវាលើសបន្តិចទៅបងឯងមែនអ្នកឯងមែនតែអត់អីទេទទួលស្គាល់ថាហ្នឹងនៅកន្លែងគ្រប់គ្រងបងឯងសិនទៅយកទៅហើយចឹងអាយើងកិលមកយើងនេះវារៀងខើចបន្តិចមកក៏អត់អីដែរទ្រាំព្រោះខ្លាចគេកាប់ហើយទៅក៏មានដឹងជាអីមានមេឃុំមេភូមិអីគេទទួលស្គាល់ថាយើងព្រមព្រៀងគ្នាហើយថាព្រមអញ្ចឹងទៅដីមួយជំនាហ្នឹងវាលើសទៅគេបន្តិចទៅហើយយើងវារៀងខើចបន្តិចទៅដើម្បីបញ្ចប់ចំនួនកុំឲ្យកាប់គ្នាហើយស្រាប់តែពេលហើយស្រាប់តែមកយើងមកឡំប៉ាប្រាប់ថាអត់ទេអាកន្លែងហ្នឹងគឺអ្នកឯងមកទន្ទ្រានឈ្លានពានខុសច្បាប់ចុះបើខុសច្បាប់ហេតុអីបានជាយើងចោះកិច្ចព្រមព្រៀងជាមួយគ្នាឲ្យគេកិលមកលើសដីយើងហើយយើងព្រមដោយសារយើងខ្លាចត្រូវផ្កាក់គេនោះកាលហ្នឹងយើងអត់មានអាកបិតស្នៀតមានអីទូចតាចស្នាប់ដៃអីតិចតួចគេនោះសុទ្ធតែផ្កាក់មកតែយើងហ៊ានតតាំងបើមិនឲ្យគេគឺយើងងាប់គឺគេកាប់ងាប់ហ្មងយើងមិនបានដីហើយស្លាប់ខ្លួនទៀតអញ្ចឹងយើងព្រមដោយសារតែយើងមិនឈ្នះកម្លាំងគេ
តើយើងទៅតវ៉ាអីអញ្ចឹងឈ្នះការទៀតវាអត់ត្រូវការយន្តការដដែលនឹងទៀតទេទៅប្រាប់មេភូមិនឹងក៏អត់បានផលដែរព្រោះគេព្រមឲ្យយើងត្រូវរើគ្នាហើយអាត្រូវរើគ្នានឹងត្រូវរើតែ2នាក់ទៅទៀតមានណាមានតាក្រុមអ្នកមានកាន់ផ្គាក់ហើយនឹងយើងកូនកបិតស្នៀតទូចមួយចុះហត្ថលេខាដើម្បីយើងព្រមយករួចខ្លួនកុំឲ្យគេកាប់ដាច់កកហ្នឹងណាលើសអីលើសហើយដល់ឥឡូវស្រាប់ដល់ពេលមានឱកាសយើងមកឡំប៉ាយើងដើរទៅប្រាប់អូធ្វើសិក្ខាសាលាប្រាប់អ្នកព័ត៌មានអីថាមិនមែនទេអាហ្នឹងឆ្លៀនពៀនខ្ញុំហើយចោះសញ្ញេឲ្យគេនោះមិនទៅហើយតែ2អ្នកយើងព្រមព្រៀងគ្នាដើម្បីឲ្យឈ្នះគេគឺតលតែយើងហ្នឹងកុំប្តឹងតាមអាយន្តការដដែលហ្នឹងគឺយើងប្តឹងយន្តការថ្មីមួយទៀតយើងមិនអាចទៅប្រាប់ថៃថាអ្នកចិត្តខាងយើងថាអាហ្នឹងខ្ញុំអត់ទេណាកិច្ចព្រមព្រៀងហ្នឹងអត់ទេអ្នកឯងរំលោភទេខ្ញុំមិនព្រមទេបើមិនព្រមតាំងពីដើមមកបានសញ្ញាឲ្យគេតែឥឡូវហ្នឹងគឺកុំយកអាកិច្ចព្រមព្រៀងដដែលហ្នឹងអញ្ចឹងហើយបានខ្ញុំនិយាយថាកុំយករឿងដដែលហ្នឹងមកនិយាយយើងមិនឈ្នះគេទេគឺយើងនិយាយតឡាការយុតិធធអន្តរជាតិនិងតឡាការព្រហ្មទណ្ឌអន្តរជាតិរឿងកម្រិតជាតិកម្រិតអន្តរជាតិ